លោកគ្រូដឹងថាគឺខ្ញុំហើយមិនក៏មិនទទួលខ្ញុំអូយហេតុអីក៏លោកគ្រូមិនទទួលខ្ញុំហើយម៉ែបើមិនទទួលខ្ញុំទេខ្ញុំមិនត្រឡប់ទៅវិញទេខ្ញុំលុតជង្គង់នៅកន្លែងនេះរហូតមិនក្រោកឡើងវិញជាដាច់ខាតមកក្រន់បើបាញ់ខ្ញុំឲ្យស្លាប់ទៅមិនមែនទេអីទើបតែខែប្រមាណសោះធ្លាក់ព្រើទៅហើយអើយលោកលេងខូចគេណាលោកទេវតាអើយចូលមកជួពីទ្វីបសិនសឹងខាងកើតមកដល់កន្លែងនេះគឺជាព្រំប្រទល់របស់ទ្វីបនីវហឺខាងលិចរំលើសមុទ្រពីរត្រួតទ្វីបមួយគឺចាងពូខាងត្បូងមិនបានជាឯងមកដល់កន្លែងនេះខ្ញុំឆ្លងកាត់សមុទ្រឡើងទ្វីបខាងត្បូងជាមុនដល់រយៈពេលប្រហែលឆ្នាំមិនដែលរកឃើញទេវតាសោះដូច្នេះទើបធ្វើក្បូនជាកាត់សមុទ្រឡើងគោកឡើងភ្នំទើបមកដល់កន្លែងនេះតែម្ដងទៅបានជាធ្វើដំណើរមកដល់កន្លែងនេះទៅហើយតើឯងត្រកូលអ្វីដែរលោកគ្រូខ្ញុំអត់ឈ្មោះអត់ត្រកូលគឺដោយសារតែខ្ញុំអត់ឪពុកម្ដាយខ្ញុំផ្ទុះចេញមកពីក្នុងថ្មទេបើនិយាយអញ្ចឹងឯងជាអ្នកដែលមេឃាធរណីបង្កើតហើយក្រោកឈរឡើងដល់យើងមើលអូរាងកាយរបស់ឯងមើលទៅដូចជាសត្វស្វាដែលស៊ីផ្លែស្រស់លុបអសរសិល្ប៍ដែលនៅក្បែរអសរអ៊ូស៊ុននោះចោលឯងដាក់តកូលថាស៊ុនចុះយ៉ាងម៉េចដែរតកូលស៊ុនតកូលស៊ុនអរគុណលោកគ្រូអរគុណលោកគ្រូអរគុណលោកគ្រូណាលោកគ្រូលោកគ្រូមកខ្ញុំមានតកូលទៅហើយអញ្ចឹងប្រទានឈ្មោះឲ្យខ្ញុំមួយទៀតទៅថ្ងៃក្រោយចៅហៅខ្ញុំគឺវាមានការងាយស្រួលណាលោកគ្រូនៅកន្លែងយើងនេះមានអក្សរ12តួតម្រាំចែកដល់ឯងគឺចំនួនទី10ហើយលោកគ្រូតែអក្សរ12តួនោះណាទៅអួងតាជឺហួយចិនយូសៀងហៃអ៊ីងអ៊ូយិនជាអក្សរ12តួនោះ
ដល់វៀនឯងគឺអសអ៊ូតែម្ដងយើងដាក់ឈ្មោះឲ្យឯងមួយហៅថាស៊ុនអ៊ូខុងទៅចុះយ៉ាងមិនដែរអូស៊ុនអ៊ូខុងស៊ុនអ៊ូខុងស៊ុនអ៊ូខុងអូស៊ុនអ៊ូខុងស៊ុនអ៊ូខុងខ្ញុំមានឈ្មោះហើយស៊ុនអ៊ូខុងខ្ញុំមានឈ្មោះហើយស៊ុនអ៊ូខុងកលាញឹករៀងមូលរូបមន្តល្អសុំសិលរក្សាជីវិតមានពាក្យផ្សេងគិតពីស្មារតីចរិតអារម្មណ៍លាក់ខ្លួនពួនអាត្មានៅតែគេដឹងលាក់ក្នុងខ្លួនយល់ពីព្រះធម៌ហើយចម្រើនខ្លួនចងចាំរូបមន្តប្លែកពីគ្នាកំចាត់ចិត្តអាក្រក់កំចាត់ចិត្តអាក្រក់នៅបានសុខពន្លឺតែចាស់តែចង់ឡើងលើកន្លែងខ្ពស់មើលដួងច័ន្ទខែលាក់ទន្សាយគុជថ្ងៃលាក់ចានមានអណ្ដើកនឹងពស់បៀតបៀនគ្នាមកប្រុសកាប់ខ្ញុំជួយកាប់ឲ្យបងទៅថយចេញទៅណែធាតុទាំង5ប្រើបញ្ច្រាស់គ្នាសុំសិលចប់បានធ្វើព្រះហើយនឹងទេវតាអូយអ៊ូខុងមិនបានជាឯងលូតចុះលូតឡើងមិនយកចិត្តទុកដាក់ស្ដាប់អញ្ចឹងលោកគ្រូខ្ញុំស្ដាប់ដល់ចំណុចអស្ចារ្យហើយទប់ចិត្តមិនបានក៏លូតឡើងតែម្ដងទៅអូលោកគ្រូសំទោសលោកគ្រូសំទោសបើឯងដឹងថាចំណុចអស្ចារ្យយើងសួរឯងចូលអាងនេះ7ឆ្នាំហើយតើឯងចង់រៀនពីអ្វីលោកគ្រូខ្ញុំចង់រៀនវិជ្ជារសាវ័យមិនឲ្យចាស់លោកគ្រូនៅលើលោកនេះមានវិជ្ជារសាវ័យមិនឲ្យចាស់មកពីណាដូចជាទេវតាក៏មានជីវិតដែរអូយលោកគ្រូកាលពីវិជ្ជារសាវ័យមិនឲ្យចាស់ហើយស្អីក៏ខ្ញុំមិនចង់រៀនដែរហើយបង្រៀនមិនកើតទេបង្រៀនមិនកើតម៉ណេះមកលុតជង្គង់អូយទៅវិញទៅណែអើយលោកគ្រូតាណាហើយណាបាទលោកគ្រូហើយបើហើយអមិនក៏លោកគ្រូទៅជាអញ្ចឹងអាថ្វាចង្រៃឯងខ្វះការគួសមណាលោកគ្រូបង្រៀនយុទ្ធសាស្ត្រឯងនៅហ៊ានកំណត់ពីគោលដៅទៀតឥឡូវធ្វើលោកគ្រូខឹងតែពេលណាគាត់មកវិញអើយតែខ្ញុំយល់ស្វាគឺស្វាហើយទោះជាពាក់ក៏អើមិនអាចខ្លាចទៅជិះគ្រូបានដែរ